លោកថាក់ស៊ិននិងលោកស្រីយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេលោកថាក់ស៊ិនស៊ីសាវ៉ាត់និងប្អូនស្រីយីងឡាក់ស៊ីសាវ៉ាត់ដែលជាអតីតនាយករដ្ឋមន្ត្រីថៃពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេនេះបើតាមការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី15ខែកញ្ញាសម្ដេចតេជោហ៊ុនសែនបានបង្ហោះវីដេអូជាមួយខ្លឹមសារលើបណ្ដាញសង្គម Facebook ក្រោយសម្ដេចតេជោទើបឃើញសារព័ត៌មានចុះផ្សាយថាលោកថាក់ស៊ីនមានទ្រព្យសម្បត្តិនៅកម្ពុជានិងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កប់ទ្រព្យសម្បត្តិទាំងនោះសម្ដេចតេជោបញ្ជាក់យ៉ាងដូចនេះថាទោះខ្ញុំនិងអាយុដំថាក់ស៊ីនមានបញ្ហាជាមួយគ្នាក៏ដោយក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់អាយុដំថាក់ស៊ីនផងដែរសម្ដេចបានសរសេរពន្យល់ថាមិនថាអាយុដំថាក់ស៊ីនឬលោកជំទាវយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេពេលអាយុដំថាក់ស៊ីនឬយីងឡាក់មកកម្ពុជាគឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថាថាក់ស៊ីនគ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយខ្ញុំគួរបញ្ជាក់បន្ថែមថាអាយុដំថាក់ស៊ីននិងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកប្រាក់ចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬក្រុមគ្រួសារនោះទេសម្ដេចបញ្ជាក់បន្ថែមប្រសិនបើព័ត៌មានបែបនេះចេញពីកម្ពុជាសម្ដេចតេជោបានស្នើសុំបញ្ចប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហកភូតផលមុខបង្កាច់ប្រឌិតរឿងខុសការពិតប្រសិនបើរឿងនេះចេញពីប្រភពប្រទេសថៃត្រូវទុកឲ្យអាជ្ញាធរថៃជាអ្នកដោះស្រាយ